柬埔寨消息，有外国外交官问柬埔寨为何先对中国免签，旅游部长回答：中国是最重要、最特殊的朋友。这份特殊情谊让中国成为全球首个获柬埔寨免签的国家。部长强调，这是柬埔寨政府对中国游客高度重视的体现。ទន្ទឹមនឹងការសម្រួលការធ្វើដំណើរនេះក្នុងនាមរាជរដ្ឋាភិបាលកម្ពុជានិងក្នុងនាមរដ្ឋមន្ត្រីក្រសួងទេសចរខ្ញុំសូមបញ្ជាក់សារជាថ្មីនិងធានាជូនឯកឧត្តមលោកជំទាវលោកស្រីវិនិយោគិនព្រមទាំងភ្ញៀវទេសចរជាតិនិងអន្តរជាតិទាំងអស់ថាប្រទេសកម្ពុជាគឺជាគោលដៅទេសចរដោយសុវត្ថិភាពមិត្តភាពភារៈភាពនិងផ្ដល់ភាពកក់ក្ដៅជានិច្ចកាលពោពេញដោយភាពទាក់ទាញសម្រាប់ភ្ញៀវទេសចរគ្រប់ជាតិសាសន៍ជាពិសេសភ្ញៀវទេសចរជនជាតិចិន